បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនភាពដែលខ្ញុំកណ្ដាលខ្ញុំបានមកលេងនៅផ្ទះញោមលោកគ្រូចតិកាខាងទឹកដីពោធិ៍សាត់បាទអញ្ចឹងអូមានអង្គរៈណាអង្គរៈមកសួរសុខទុក្ខណាហេណានេះអូស្អាតហ្នឹងណានេះដើមស្លាច្រើនណាមកអង្គរៈគេតាមសួរសុខទុក្ខណាដើមស្លាច្រើនស្អាតណាបងប្អូននេះហើយជាក់លហឹមនេះក្រោមនេះស្រស់ស្រាយចូលមកគឺជាក់ល្អកបាទជាក់ល្អកហើយនិយាយពីថាដើមស្លាវិញមិនមែនទៅដាំទេបងប្អូនណាទៅដាំច្រើនគ្រូដើមស្លានេះប្រហែលឆ្នាំហើយហើយជា50ឆ្នាំហើយដឹងអត់ទេតែជា10ឆ្នាំជាងទៀតអូ10ឆ្នាំជាងតែអត់ផ្លែនេះបានអបកា2000នេះហើយជា10ឆ្នាំជាងបងប្អូនដើមស្លាស្អាតនេះ2004មកនៅនេះចាប់ប្រទេសក៏មកនៅលេខវត្តញោមលោកគ្រូចតិកាមាននឹងស្លាមាននឹងមលូនេះបងនៅខាងនោះមលូក៏មានស្លាក៏មានបងប្អូនណាហើយល្អមែនតើហើយមានដើមការទៀតនេះកាមជុលសដឹងក្រៅកាយខ្ញុំអត់ដឹងដែរហើយមានស្វាយនេះបងប្អូនហើយស្វាយសក់មិនគ្រប់បើថាបន្លែមានអីហ្នឹងគឺអេមហ្មងហើយពិសេសមែនតើនេះបើធ្វើនំបញ្ចុកវិញលបយនៅនេះស្រេចបងប្អូនបាញ់ឆែវនំចុកក៏ញ៉ាំបានដែរបងប្អូននេះបាញ់ឆែវត្រូវជាងគេនេះសត្វតែដើមសុភ្លូបាទភ្លូស្លាអីហ្នឹងហើយជា10ឆ្នាំជាងបងប្អូនដាំអីល្អបងប្អូននេះអានេះដើមញោយើងអាចហូបស្លឹកបានអីបាទអានេះក៏ញោគេអុយឡើងមកលើឡើងទៅមកអត់ឡើងវាអត់កម្លាំងអត់ឡើងទៅទៀតទេវាអុយកាត់អារឿងវាចេញទេកាត់ទៅវាដុះឬស្មៃវាឡើងហើយទៅស្អាតនេះស្រស់ស្រាយមានដីឲ្យដាំមុខផ្ទះស្អាតហ្នឹងដាំជួដើមស្លាបុរាណខ្មែរយើងជួយចិត្តដាំដើមស្លាដើមដូងអីតាមផ្ទះយើងមើលទៅតាមភូមិចាស់ភូមិចាស់គឺសម្បូរដូងសម្បូរស្លាប៉ុន្តែយើងសប្តាហ៍ថ្ងៃនេះភាគច្រើនដាំលម្អប្រភេទដើមលម្អថ្មីបាទវាបែបមួយយ៉ាងប៉ុន្តែលម្អបែបបុរាណខ្មែរយើងភូមិបុរាណអីចឹងអត់សូវមានទេខ្ញុំឃើញវីដេអូគេផុសមួយបងប្អូននៅបណ្ណន់គឺមានដើមស្លាច្រើនអញ្ចឹងឯងថាភូមិស្លាណាខ្ញុំអត់ដឹងនៅម្ដុំណាដែរប៉ុន្តែថានៅជិតភ្នំសំពៅបាទតែខ្ញុំអត់ដែលបានទៅដល់ទេហើយបងប្អូនប្រហែលជាធ្លាប់ឃើញបាទស្អាតមែនតើនេះខ្ញុំចូលមកគឺតិចចិត្តហើយមលុបតិឆៃបាទលុបតិចឹងតិឆៃបងហើយតាមស្វាយដល់ក្នុងស្លាអូនេះលបពីបប្រែនេះបងប្អូនស្អាតហ្នឹងហើយបងប្អូនអរគុណណាស់ចាបងគ្រូលោកមុនមកលេងផ្ទះញោមខ្ញុំគ្រូចតិកាខ្ញុំមកអត់ស្អាតណាបងប្អូនខ្ញុំនេះមិនតែប៉ុណ្្នឹងបងប្អូននៅនេះទៀតនេះឡើងកាពះកាពីឲ្យស្លាមានប្រយោជន៍តើបងប្អូនយើងមើលកម្មវិធីមួយអីដែលពាក់ព័ន្ធនឹងប្រពៃណីខ្មែរយើងបាត់វត្តមានស្លាបានទេណាបងប្អូនដូចជាមង្គលការអីពិធីការស្លាការអីណាបងប្អូនគឺអត់បាត់ទេបាទអញ្ចឹងយើងអាំស្លាហ្នឹងមិនមែនអត់ប្រយោជន៍ទេហើយនេះគឺស្អាតណាហើយជាពិសេសផ្នត់កំណត់នៃរក្សាប្រពៃណីអីទាំងអស់នេះលែងសូវមានណាបាទហើយមាន
ស្មៅមានអីនេះដាំលំអ មកឆានទឹក ចាក់អូក ហុំនឹករត់ អមអែនអូខេបងប្អូនទាំងអស់គ្នាហើយខ្ញុំប៉ុណ្ណឹងចុះណាអរគុណសម្រាប់ទស្សនាវីដេអូខ្ញុំបាទអត់បានព្រៀងទុកទេមកនេះគឺថាអត់បានថតធ្វើជាវីដេអូបើតែឃើញដើមស្រានៅវាច្រើនពេកបាទគួរជាទីចាប់អារម្មណ៍អញ្ចឹងក៏ថតចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទអរគុណច្រើនអរគុណជម្រាបលាបាទសូមជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទជម្រាបលាបាយ